วิธีសាស្ត្រងាយៗនៅក្នុងការដែលយើងលាងគីមីជាតិពុលចេញពីរាងកាយជាពិសេសគីមីជាតិពុលនៅក្នុងវិស័យឈាមគីមីជាតិពុលនៅក្នុងតម្រងនោមនិងជាតិពុលនៅក្នុងថ្លើមបងប្អូនសង្កេតឃើញនៅពេលបច្ចុប្បន្ននេះបងប្អូនប្រជាពលរដ្ឋដែលគាត់កំពុងតែមានបញ្ហាជាតិពុលក្នុងតម្រងនោមកើនឡើងខ្ពស់មែនទែនដែលធ្វើឲ្យគាត់ពិបាកនៅក្នុងការនោមមកក្តៅនោមមកក្លិនឆ្អែតខុសពីធម្មតានោមពពុះឬក៏មានបញ្ហាចុករោយតាមចង្កេះចុករោយតាមស្លាកដៃជើងពួកគាត់ប្រឈមជាមួយនឹងបញ្ហាឡើងជាតិអាស៊ីតអីចឹងទៅប៉ះពាល់ជាមួយនឹងរាងកាយរបស់មនុស្សយើងតែកាលណាយើងមានគីមីជាតិពុលច្រើនវាធ្វើឲ្យបងប្អូនពិបាកក្នុងការរស់នៅមែនទែនពិបាកក្នុងការគេងមិនសូវលោកដូចមុនពិបាកនៅក្នុងការញ៉ាំចំណីអាហារមានអារម្មណ៍ថាញ៉ាំអាហារអត់សូវឆ្ងាញ់ដូចមុនហើយមួយវិញទៀតពិបាកនៅក្នុងការបញ្ចេញចោលទៀតបានន័យថាពេលដែលបងប្អូនបាត់ជើងតូចនឹងមកពិបាកមែនទែនមានអារម្មណ៍ថានោមអត់អស់នោមអត់សល់ជួយចុករោយតាមរាងកាយទាំងមូលខ្លួនតែម្ដងបើសិនជាបងប្អូនស្រឡាញ់មុខងារតម្រងនោមស្រឡាញ់សុខភាពស្រឡាញ់សរសៃឈាមហ្នឹងបងប្អូនអរគ្នាមិនគួរមើលរំលងជាមួយនឹង chlorophyll នេះទេ chlorophyll អាចនិយាយបានថាជាឯកទេសនៅក្នុងការលាងសម្អាតគីមីជាតិពុលចេញពីរាងកាយបងប្អូនទាំងអស់គ្នាបានហើយវិធីដែលបងប្អូនញ៉ាំគឺងាយស្រួលមែនទែនបងប្អូនគ្រាន់តែមានទឹកជាយើងធម្មតាទឹកសុទ្ធហ្នឹងបងប្អូនក្លុកញ៉ាំជាប្រចាំទៅវាជួយកម្ចាត់គីមីជាតិពុលនៅក្នុងរាងកាយបងប្អូនបានហើយពេលណាដែលបងប្អូនញ៉ាំជាមួយនឹង chlorophyll ដោយបងប្អូនជួយសម្រួលទៅដល់មុខងារតម្រងនោមបងប្អូនឲ្យស្រួលក្នុងការបាត់ជើងតូចមកបងប្អូនបាត់ជើងមកគឺមានអារម្មណ៍ថាស្រួលហើយនោមមកអស់បងប្អូនក្លុកបាយចឹងមកហើយបងប្អូនព្យាយាមញ៉ាំជាប្រចាំជាសារមួយផ្ដាំនៅក្នុងវីដេអូនេះបើសិនជាបងប្អូនកំពុងតែមានសញ្ញាទី1នោមមកក្តៅពពុះច្រើនពិបាកនៅក្នុងការនោមមកអស់នោមមកសល់ជួយចុករោយតាមចង្កេះហ្នឹងរូបសម្បត្តិណែនាំឲ្យបងប្អូនញ៉ាំជាមួយនឹង chlorophyll នេះ